ខ្ញុំឈ្មោះចន្ទ្រានាងខ្ញុំមានអាយុ19ឆ្នាំនាងខ្ញុំនៅវ័យសិក្សាមិនចេះស្រឡាញ់នរណាឡើយនៅក្នុងសាលារៀនតែងតែមានកំឡោះមកញ៉ាំនាងខ្ញុំរហូតប៉ុន្តែនាងខ្ញុំមិនចេះដឹងថារឿងស្នេហាជាអ្វីនោះទេនាងខ្ញុំតែងតែប្រឹងរៀនដើម្បីអនាគតទៅមុខឪពុកម្ដាយរបស់នាងខ្ញុំតែងតែនិយាយប្រាប់ថាកូនខំរៀនក៏មានស្នេហាអីអនាគតកូននៅវែងឆ្ងាយនាងខ្ញុំស្ដាប់តាមឪពុកម្ដាយនឹងខ្ញុំណាស់គាត់តែងតែប្រដៅខ្ញុំទោះយ៉ាងណាអារម្មណ៍ថាស្រឡាញ់មនុស្សប្រុសគឺគ្មាននោះទេរយៈពេលជាច្រើនឆ្នាំខ្ញុំឈប់រៀនក៏បានរកការងារធ្វើនៅទីក្រុងរូបរាងសម្បត្តិខ្ញុំគឺស្អាតល្មមស្ត្រីដ៏ល្អឥឡូវខ្ញុំអាយុ20ឆ្នាំហើយតែអារម្មណ៍ឲ្យស្រឡាញ់មនុស្សប្រុសគឺគ្មាននោះទេមិនដឹងជាហេតុអ្វីថ្លៃមួយមានបុរសម្នាក់បានឆាតមកភ្លេងខ្ញុំហើយគេតែងតែចង់ជួបខ្ញុំផ្ទាល់ខ្ញុំមិនហ៊ានជួបមុខទេប្រុសខ្លាចប៉ុន្តែបុរសនោះតែងតែឆាតមករាល់ថ្ងៃរូបរាងគេសង្ហាខ្លាំងណាស់ប៉ុន្តែខ្ញុំដូចជាខ្ញឹងអារម្មណ៍ជាមួយនោះទេចារិតខ្ញុំដូចមនុស្សប្រុសអញ្ចឹងចូលចិត្តលេងអ្វីធ្វើអ្វីដូចមនុស្សប្រុសបុរសនោះតែងតែឆាតមកលេងខ្ញុំរហូតថ្ងៃមួយខ្ញុំក៏បាននិយាយជាវីដេអូជាមួយហើយខ្ញុំនិយាយថាហេតុអ្វីលោកតែងតែឆាតមកលេងខ្ញុំអញ្ចឹងបុរសនោះគាត់និយាយខ្ញុំឃើញមុខដូចជាមាននិស្ស័យបានខ្ញុំឆាតទៅលេងតើមានសង្សារនៅខ្ញុំនិយាយថាគ្មានទេហើយក៏មិនចង់យកដែរបុរសនោះគាត់និយាយមិនអញ្ចឹងប្រយ័ត្នចាស់អស់ខ្ញុំក៏តបនៅម្នាក់ឯងក៏ល្អបុរសនោះនិយាយថាយើងធ្វើជាមិត្តគ្នាបានទេខ្ញុំនិយាយថាធ្វើជាមិត្តបានពេលនោះខ្ញុំនឹងគាត់ក៏យកព្រមជួបគ្នាយើងទៅជួបនៅហាងកាហ្វេមួយកន្លែងខ្ញុំមានអារម្មណ៍ថាអៀនណាស់ពេលនោះបុរសនោះគាត់អង្គុយចាំមុនខ្ញុំអត់មើលក៏ឃើញគាត់កំពុងតែហូបកាហ្វេខ្ញុំក៏បាំងដាតទៅខ្ញុំក៏និយាយសួស្ដីលោកនឹងមែនដែលយើងណាត់ជួបគ្នាបុរសនោះក៏និយាយបាទខ្ញុំនៅឯងនៅខាងក្រៅមិនដែរអាក្រក់ឬក៏ស្អាតខ្ញុំក៏និយាយសង្ហាតើចំណែកបុរសនោះគាត់ញញឹមហើយពួកយើងទាំងពីរក៏និយាយគ្នាលេងបែបមិត្តភក្តិប៉ុន្តែខ្ញុំមើលបុរសម្នាក់នោះដូចជារាប់អានខ្ញុំលើកជាមិត្តប៉ុន្តែគេក៏ជាមនុស្សល្អពេលនោះខ្ញុំណែនាំឲ្យស្គាល់បន្ទប់របស់ខ្ញុំពេលដែលខ្ញុំចេញពីធ្វើការបុរសម្នាក់នោះតែងតែទិញអ្វីផ្សេងមកផ្ញើខ្ញុំរហូតខ្ញុំក៏មានអារម្មណ៍ថាកក់ក្ដៅមួយយ៉ាងដែរដែលមានមនុស្សល្អមកស្និទ្ធជាមួយនឹងខ្ញុំរាល់ពេលថ្ងៃសៅរ៍ឬមួយក៏ថ្ងៃអាទិត្យគាត់តែងតែបបួលខ្ញុំទៅញ៉ាំអីតាមឆ្នេរសមុទ្រពួកយើងទាំងពីរប្រឡែងគ្នាលេងបែបមិត្តភក្តិកាន់តែស្គាល់បុរសនោះយូរទៅកាន់តែខ្ញុំមានអារម្មណ៍ថាដូចជាចង់ស្រឡាញ់គេតិចហើយប៉ុន្តែមិនទាន់ដឹងខ្លួនឯងច្បាស់ពួកយើងមានអនុស្សាវរីយ៍ជាមួយគ្នាជាច្រើនរយៈពេល1ឆ្នាំថ្ងៃមួយខ្ញុំចេញពីធ្វើការបានឃើញបុរសនោះកំពុងតែបណ្ដើរជាមួយនឹងស្រីក្មេងចូលហាងខ្ញុំមិនដឹងម៉េចទេអារម្មណ៍របស់ខ្ញុំខឹងគេខ្លាំងណាស់អត់តន់ស្គាល់ចិត្តខ្លួនឯងនោះទេថាអារម្មណ៍មួយនេះចេញមកពីណាខ្ញុំឃើញហើយក៏ថតរូបផ្ញើទៅឯគាត់ហើយខ្ញុំក៏ប្លុក Facebook គាត់ចេញគាត់ព្យាយាមមកបន្ទប់របស់ខ្ញុំហើយខ្ញុំក៏ដេកខឹងគាត់នៅក្នុងបន្ទប់គាត់ព្យាយាមនិយាយពីមូលហេតុប៉ុន្តែខ្ញុំមិនស្ដាប់ខ្ញុំយកអប្រាសដាក់ត្រឹមត្រចៀកខ្ញុំអត់ដឹងថាគាត់នៅស៊ីអ្វីខ្លះទេតែអារម្មណ៍ពេលនេះខ្ញុំខឹងគាត់ខ្លាំងណាស់ប្រហែល1ម៉ោងកន្លះគាត់ក៏បានដើរចេញពីបន្ទប់ខ្ញុំក៏មើលទៅគាត់ហើយក៏ភ្នែករបស់ខ្ញុំបានហូរទឹកចេញមកដោយមិនដឹងខ្លួនខ្ញុំក៏ដឹងខ្លួនឯងថាខ្ញុំលងស្រឡាញ់គេបាត់ទៅហើយខ្ញុំគិតក្នុងចិត្តថានេះរឿងស្នេហាហេតុអ្វីធ្វើឲ្យខ្ញុំនៅនួនត្រង់យ៉ាងនេះខ្ញុំក៏កេងយំមួយយប់ទ្រាំមិនបានទេព្រោះបើក Facebook បើក blog គេវិញខ្ញុំក៏ឆាតមេដៃទៅគាត់ក៏ឆាតតបខ្ញុំដែលធម្មតាគាត់និយាយពីមូលហេតុដែលដើរជាមួយស្រីក្មេងគាត់បាននិយាយថាក្មេងស្រីនោះជាប្អូនបង្កើតរបស់គាត់នោះទេកុំយល់ច្រឡំ
ខ្ញុំស្ដាប់ហើយមានអារម្មណ៍ថាសប្បាយចិត្តឡើងវិញពិតក៏បានផ្ញើរូបថតជុំប្អូនស្រីគាត់ពីក្មេងឲ្យប្រកាសថាគាត់មិននិយាយកុហកខ្ញុំក៏និយាយជាមួយគាត់ថាខ្ញុំនឹកគាត់ខ្លាំងណាស់គាត់ក៏និយាយប្រាប់ខ្ញុំវិញថាខ្ញុំនឹកខាងនឹងខ្លាំងណាស់រាល់យប់មិនបានគេងនោះទេពួកយើងក៏មកជួបគ្នាអង្គុយហូបអីដូចរដល់គាត់ថាថ្ងៃនេះជាថ្ងៃពិសេសខ្លាំងណាស់គុំឆាកជីវិតបរននោះគាត់ក៏បានសារភាពថាគាត់ស្រឡាញ់ខៀងពេញបេះដូងខ្ញុំមានអារម្មណ៍ថាអៀនបន្តាអារម្មណ៍ក៏ស្រឡាញ់គាត់ខ្លាំងណាស់ដែរបរនោះនិយាយថាខ្ញុំឲ្យស្រឡាញ់ខាងនឹងបានទេខ្ញុំក៏និយាយតាប់ទៅគាត់បានតាព្រោះខ្ញុំស្រឡាញ់ខាងនឹងដែរហើយបរនោះក៏សប្បាយចិត្តខ្លាំងណាស់គាត់ក៏បានមកអោបខ្ញុំពេញដៃខ្ញុំក៏សប្បាយចិត្តខ្លាំងណាស់ដែរនេះហើយស្នេហារបស់ខ្ញុំដែលខ្ញុំមិនដែលជួបពីមុនពេលយប់ជ្រៅខ្ញុំក៏បានត្រឡប់មកបន្ទប់ក្នុងវឹងចំណែកបរិមម្នាក់នោះគាត់ក៏បានមកជាមួយដែរគាត់និយាយថាយប់នេះបេះដូងសុំគេងនៅបានអត់ខ្ញុំអៀនច្រើនណាស់ហើយក៏និយាយតបបានតាអារម្មណ៍មិនដែលធ្លាប់មានគេគេងជាមួយបែបនេះមានអារម្មណ៍ថាអៀនណាស់គាត់អង្គុយក្រែរបស់ខ្ញុំក៏ចូលទៅមួយទឹកពេលដែលខ្ញុំចេញពីបន្ទប់ទឹកវឹងបរិមនោះចាប់ផ្ដើមទៅអោបខ្ញុំហើយនិយាយថាគួរឲ្យស្រឡាញ់ណាស់បេះដូងគាត់ចាប់ផ្ដើមថាបខ្ញុំចាប់ផ្ដើមដាក់អារម្មណ៍ខ្ញុំក៏លះបង់ឲ្យគាត់យប់នោះខ្ញុំភ័យណាស់ជាលើកដំបូងហើយគាត់ក៏ពេលខ្ញុំដាក់លើក្រែគាត់ក៏ដោះសម្លៀកបំពាក់របស់គាត់ចេញខ្ញុំប្រាប់ថាបងឯងបិទភ្លើងទៅគាត់ថាមិនបាច់ទេអ្វីខឿនទាំងស្រុងគាត់ដោះអស់ហើយសាច់របស់គាត់មិនដែលល្អខ្លាំងណាស់ចំណែករាងរបស់ខ្ញុំក៏មិនចាញ់គាត់ដែរគាត់ក៏បានថោកភ្នំរបស់ខ្ញុំទាំងពីរស្រាប់តែអូនតូចរបស់គាត់ងើបមកទល់ខៅវីខ្ញុំភ័យណាស់ពេលនោះគាត់បោះខៅវីចេញធ្វើច្បាស់តែម្ដងអូនតូចរបស់គាត់ធំខ្លាំងណាស់ក្រហមក្បាលគាត់យកអណ្ដាលលេតរៀងរបស់ខ្ញុំស្រាវខ្លាំងគាត់និយាយខ្ជិបថាបេះដូងធ្លាប់ជាមួយគេទេខ្ញុំនិយាយថាជាលើកដំបូងហើយពេលនោះគាត់ក៏បានយកដៃទៅប៉ះទ្វាររបស់ខ្ញុំអៀនខ្លាំងណាស់គាត់យកម្រាមដៃគាត់មកស្ទាបអង្អើលកន្លែងទ្វាររបស់ខ្ញុំស្រួលហើយគាត់ទៅយកអណ្ដាតលិតកន្លែងទ្វារខ្ញុំព្រឺខ្លួនណាស់ពេលនោះមិនដឹងជាយ៉ាងណាទេប្រដាប់របស់ខ្ញុំបានចេញទឹកហើយស្រួលខ្លាំងណាស់មិនដែលមានពីមុននោះឡើយគាត់បាននិយាយថាបេះដូងសុំដាក់អូនទៅចូលហើយណាខ្ញុំក៏មិនហ៊ាននិយាយពេលនោះគាត់ក៏បានដាក់ចូលម្ដងតិចប្រដាប់របស់ខ្ញុំគឺមិនទាន់ធំហើយគាត់ក៏ដាក់ចូលក្បាលបន្តិចគាត់និយាយថាសួរខាងណាទេណែនតឹងឡណាអូនខ្ញុំរៀងឈឺបន្តិចតែទ្រាំគាត់ក៏រុញចូលម្ដងបន្តិចខ្ញុំមានអារម្មណ៍ថាស្រួលខ្លាំងណាស់ពេលនោះគាត់ក៏បុកចូលមួយកប់ខ្ញុំក៏ស្រែកគាត់ក៏បានព្យាយាមបុកខ្ញុំដូចម៉ាស៊ីនដេគាត់បុកបណ្ដាហើយនិយាយបណ្ដាថាស្រួលខ្លាំងណាស់អូនអាយពេលនោះអូនតូចរបស់គាត់ក៏ចេញទឹកចូលទៅទ្វារខ្ញុំពេញខ្ញុំមានក្តីសុខខ្លាំងណាស់គាត់ក៏បានកេងអោបខ្ញុំគាត់ថាបហើយនិយាយថានៅពេលនេះបងជាប្តីអូនហើយណាមិនមែនជាមិត្តដូចមុនទៀតទីខ្ញុំក៏និយាយចាស់បងសម្លាញ់អូនពិតជាមានសេចក្តីសុខខ្លាំងណាស់ដែលបងមកចូលជីវិតរបស់អូន1ម៉ោងកន្លះផុតទៅគាត់ក៏បានដាក់ខ្ញុំមួយទៀតខ្ញុំមិននឹកស្មានថាអារម្មណ៍មនុស្សប្រុសមានរហូតបែបនេះទេខ្ញុំស្មានតែមួយរួយហើយគឺហើយខុសការគិតឲ្យខ្ញុំមួយយប់ដំបូងនោះបេះដូងខ្ញុំក្របដាក់ក្របពីពេលនោះមកពួកយើងទាំងពីរក៏ខ្លាយជាប្តីប្រពន្ធគ្នារៀបការតាមផ្លូវច្បាប់រាល់ថ្ងៃមិនបានច្រើនដូចពីមុនក៏មួយយប់ពីរដងដែររឿងពុតខ្ញុំចប់តែប៉ុណ្ណឹងជួបគ្នានៅវីដេអូសារក្រោយអរគុណច្រើន